វិភាគផ្ទាំងរូបភាពតើពណ៌អ្វីដែលច្រើនជាងគេពណ៌ដែលច្រើនជាងគេគឺពណ៌លឿងតើពណ៌ចម្បងបន្ទាប់គឺអ្វីពណ៌ចម្បងបន្ទាប់គឺជាពណ៌ដែលច្រើនបន្ទាប់គឺពណ៌ខៀវពណ៌ចម្បងទី2គឺអ្វីពណ៌ចម្បងទី2គឺពណ៌ក្រហមតើ color scheme អ្វី color scheme គឺ triad ជាប្រភេទរូបភាពដែលមានពណ៌ឆ្លុះ3ពណ៌ដាច់គ្នាតើ effect អ្វី effect គឺមានពណ៌ឆើត colorful រូបភាពទី2តើពណ៌អ្វីដែលច្រើនជាងគេពណ៌ដែលច្រើនជាងគេគឺពណ៌លឿងពណ៌ចម្បងបន្ទាប់គឺពណ៌បៃតងនិងពណ៌ចម្បងបន្ទាប់ទី2គឺពណ៌បៃតងងងឹតនិងពណ៌ខ្មៅតើ color scheme អ្វីគឺ analogous តើ effect អ្វី effect គឺពណ៌ដែលស្រដៀងគ្នាស៊ីគ្នា analogous គឺប្រភេទ3ពណ៌ដែលស្រដៀងគ្នានៅលើកាំរង្វង់ពណ៌3ពណ៌ជាប់គ្នារូបភាពទី3ពណ៌ដែលច្រើនជាងគេគឺពណ៌ខ្មៅពណ៌ចម្បងបន្ទាប់គឺពណ៌ក្រហមពណ៌ចម្បងបន្ទាប់ទី2គឺពណ៌ទឹកក្រូចនិង color scheme របស់វាគឺ complementary គឺជាប្រភេទពណ៌ដែលគេដាក់ដាច់ពីគ្នាគឺពីរពណ៌ដាច់ពណ៌ក្រហមនិងពណ៌ខ្មៅ effect គឺជា high contrast to black មានថាពណ៌ដែលគេជួយចិត្តលេងឬងងឹត